តោះថ្ងៃនេះយើងមករៀនឃ្លាចំនួន5ដែលជាឃ្លាប្រើប្រាស់ប្រចាំថ្ងៃហើយលោកគ្រូបញ្ជាក់បន្តិចលោកគ្រូមានដាក់អមជាអក្សរខ្មែរដើម្បីជាជំនួយសម្រាប់ការអានអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលអក្សរខ្មែរជាជំនួយបានតោះយើងចូលដល់ឃ្លាទី1ដែលភាសាអង់គ្លេសមានន័យថា never mind never mind ប្រែថាមិនអីទេអញ្ចឹងលោកគ្រូបានបញ្ជាក់ក្នុងវងកញ្ចក់នោះគឺឆ្លើយតបទៅនឹងការសុំទោសយើងចូលដល់ឃ្លាទី2ដែលភាសាអង់គ្លេសអានថា you're welcome you're welcome មានន័យថាមិនអីទេដែរប៉ុន្តែនៅក្នុងវងកញ្ចក់ហ្នឹងគឺឆ្លើយតបទៅនឹងអរគុណចូលមកដល់ឃ្លាទី3ដែលភាសាអង់គ្លេសយើងអានថា my pleasure my pleasure ប្រែថាដោយសេចក្តីរីករាយមកដល់ឃ្លាទី4ដែលភាសាអង់គ្លេសយើងអានថា enjoy your days enjoy your days ដែលភាសាខ្មែរមានន័យថាសូមរីករាយជាមួយថ្ងៃរបស់អ្នកចូលឃ្លាទី5ដែលភាសាអង់គ្លេសយើងអានថា take it easy take it easy ប្រែថាធ្វើអារម្មណ៍ឲ្យស្រួលអញ្ចឹងយើងប្រើនៅពេលដែលអ្នកមានអារម្មណ៍តានតឹងឬក៏អារម្មណ៍ស្មុគស្មាញអញ្ចឹងយើងប្រើឃ្លាហ្នឹងអរគុណសម្រាប់មេរៀនថ្ងៃនេះបើយល់ថាវីដេអូមេរៀននេះល្អសូមកុំភ្លេចជួយចែករំលែកទៅកាន់អ្នកដទៃផង